ចាដូចតែបងប្អូនបានដឹងហើយថាប្រទេសយើងកំពុងតែមានសង្គ្រាមវឹកវរនៅឯទល់ដែនបងប្អូនទីហ៊ានក៏កំពុងតែស្រស់ស្រាក់ស្រស់ស្រាំការពារទឹកដីរបស់យើងហើយបងប្អូនជនរួមជាតិទាំងអស់ក៏គាត់មិនប្រងើយកន្តើយដែរគឺពួកគាត់រួបរวมសាមគ្គីឧបត្ថម្ភជាលុយកាក់ជាស្បៀងជាចំណីអាហារជាសម្លៀកបំពាក់ទៅកាន់បងប្អូនភៀសឹកហើយទៅកាន់គ្រួសាររបស់នាយទាហានផងដែរចាខ្ញុំសប្បាយចិត្តមែនទែនដែលបងប្អូនយើងចេះស្រឡាញ់គ្នាចេះរួបរวมសាមគ្គីគ្នាងាកមកនិយាយអំពីកម្មវិធីនៅថ្ងៃអាទិត្យនោះវិញគឺបងប្អូនជនជាតិបារាំងគាត់បានរៀបចំកម្មវិធី Christmas ផងរៀបចំកម្មវិធីដើម្បីឲ្យពិភពលោកបានដឹងអំពីទុក្ខកង្វល់របស់ប្រទេសកម្ពុជាយើងផងដែរក្មេងៗដែលទៅទីនោះគាត់អាចគូររូបលេខក៏ដូចជាគូររូបនៅលើផ្ទៃមុខចាក្រោយមកទៀតពួកយើងក៏បានហួសទៅញ៉ាំអីនៅកន្លែងនោះគឺគេមានលក់ជាអាហារមីហឹលអីជាដើមម៉ាក់យាយគាត់ចូលចិត្តមែនតើ